តោះបងប្អូនទាំងអស់គ្នាយើងចូលដល់ចំណុចទី3នៃចំណោទហ្នឹងគឺគេឲ្យកូនបង្កើតចំណោទវិញម្ដងមិញទី1ទី2កូនដោះស្រាយចំណោទដែលគេមានស្រាប់ឥឡូវគេឲ្យរបស់លេខកូនគេឲ្យកូនបង្កើតជាចំណោទចំពោះការបង្កើតចំណោទកូនឯងប្រើពាក្យពេចន៍មិនក៏បានដែរឲ្យតែតាក់ទងជាមួយនឹងប្រមាណវិធីដែលគេឲ្យនិងតាក់ទងជាមួយនឹងលេខគេឲ្យដូចគ្នានិយាយរួមទៅគឺតាក់ទងនឹងរបស់លេខដែលគេឲ្យហើយអត្ថន័យចំណោទហ្នឹងធ្វើម៉េចឲ្យសួរទៅសមជាមួយនឹងរបស់លេខបូកឲ្យចំថាបូកហើយនឹងដកឬក៏ឲ្យចំដកបូកចែកគុណហ្នឹងណាឲ្យឆ្លើយតបទៅនឹងប្រមាណវិធីដែលគេផ្ដល់ឲ្យកូនអញ្ចឹងដូចកអញ្ចឹងមានលេខ3តួហើយជាប្រមាណវិធីបូកអញ្ចឹងកូនឯងអាចតែងខុសពីអ្នកគ្រូក៏បានដែរតែអ្នកគ្រូតែងគាត់ជាឧទាហរណ៍ឲ្យកូនទេចាអញ្ចឹងកូនឯងដាក់មកថាចៅសុភីគាត់សន្សំលុយដើម្បីទិញសម្ភារៈសិក្សាលើកទី1សន្សំបាន35,000លើកទី2បាន21,300រៀលនិងលើកទី3បាន6,000រៀលចាអញ្ចឹងគាត់សន្សំបានលើកទី1លើកទី2និងលើកទី3អញ្ចឹងចូលដល់សំណួរយើងសួរថាម៉េចកូនសួរមិនឲ្យតកតងជាមួយម៉ាវិធីបូកមកទាំងអស់សរុបទាំងអស់បញ្ចូលគ្នាអញ្ចឹងសិតតែតកតងប្រមាណវិធីបូកហើយអញ្ចឹងយើងអាចសួរថាតើទាំង3លើកសុភីសន្សំបានប្រាក់សរុបចំនួនប៉ុន្មានរៀលចាតោះអញ្ចឹងយើងចូលដល់ចំណោទការបង្កើតចំណោទខការចំណោទខក៏មានតួលេខរហូតដល់3ដែរកូនអញ្ចឹងជាប្រមាណវិធីបូកទៀតអញ្ចឹងអ្នកគ្រូតែងចែកកូនឯងអាចតែងផ្សេងពីអ្នកគ្រូតែឲ្យមានអត្ថន័យតកតងនឹងរបស់លេខមកត្រូវហើយកូនកសិករប្រមូលផលស្រូវនៅចំការទី1បាន42,600គីឡូក្រាមចំការទី2បាន18,200គីឡូក្រាមហើយនឹងចំការទី3បាន79,760គីឡូក្រាមចាអញ្ចឹងយើងមានលើកទី1លើកទី3ក៏ឆ្លើយតបនឹងតួទី1តួទី2និងតួទី3ហើយអញ្ចឹងយើងអាចសួរថាតើការប្រមូលផលរបស់កសិករទាំងអស់បានប៉ុន្មានគីឡូក្រាមបានប៉ុន្មានគី